ប្ររពនៅភិក្ខុមួយរូបជាអ្នកចិញ្ចឹមមេដាបៃតាទ្រង់សម្ដែងព្រះធម៌ទេសនាថាកោនុមាំងឧសុណាវិឈិដូច្នេះជាដើមសេចក្តីពិតថាកូនប្រុសសេដ្ឋីម្នាក់ក្នុងនគរសាវត្ថីបានឃើញមហាជនប្រុសស្រីទៅវត្តចេតពុនដើម្បីស្ដាប់ធម៌ទេសនាក៏ទៅស្ដាប់នឹងគេឃើញទោសក្នុងកាមឃើញអានិសង្សក្នុងភេទបព្វជិក៏ចូលទៅសុំភ្នោះក្នុងសំណាក់ព្រះសាស្តាព្រះពុទ្ធមានព្រះពុទ្ធដីកាថាព្រះតថាគតទាំងឡាយមិនដែលបំពោះកូនដែលមេដាបៃតាមិនទាន់អនុញ្ញាតទេកុលបុត្រឮដូច្នោះក៏ថ្វាយបង្គំលាទៅកាន់ផ្ទះនៃអាត្មាថ្វាយបង្គំមេដាបៃតាសូមលាទៅបួសគ្រានោះមេដាបៃតាបានឮសម្ដីកូននោះក៏ហាក់ដូចជានឹងបែកទ្រូងព្រោះកូនមានតែមួយប៉ុណ្ណោះមិនព្រមអនុញ្ញាតសោះកូននោះក៏ជាទុក្ខតូចចិត្តអោនក្បាលជ្រុកសុខសៅឥតអាហារអស់7ថ្ងៃមេដាបៃតាក៏យល់ព្រមឲ្យទៅបួសភិក្ខុនោះជាទីស្រឡាញ់ប្រោសប្រាននៃអាចារ្យនិងឧបជារៀនធម៌វិន័យអស់វេលា5វស្សាហើយរៀនកម្មដ្ឋានក្នុងសំណាក់ព្រះឧបជាលាចេញទៅនៅព្រៃដើម្បីចម្រើននៅវិបស្សនាកម្មដ្ឋានប៉ុន្តែពុំសម្រេចគុណវិសេសណាមួយសោះចំណែកខាងមេដាបៃតានៃភិក្ខុនោះលុះចំណេរកាលមកខាងក្រោយក៏ធ្លាក់ខ្លួនទៅជាអ្នកកំសត់ទុរគតព្រោះជនទាំងឡាយដែលប្រកបការក្សេត្រកម្មក្តីពាណិជ្ជកម្មក្តីតេតិនដោយទ្រព្យរបស់សេដ្ឋីនោះតែងគិតថាត្រកូលនេះឥតកូនឥតបងប្អូនទេគ្មានអ្នកណានឹងតឹងទាឬប្រចាប់យើងបានទេយាយតានេះចាស់ម្ល៉េះហើយនឹងធ្វើអ្វីយើងកើតគិតដូច្នេះហើយក៏គេចចេញទីតីរៀងខ្លួនទៅសូម្បីផ្ទះសកម្មករដែលនៅក្នុងផ្ទះខ្លះយកនេះខ្លះយកនោះចុះចេញអស់ទៅស្ថិតនៅតែពីរនាក់នឹងភរិយាណាខ្លួនក៏ចាស់ជរាណាមនុស្សម្នាក៏រត់ចេញអស់ណាទ្រព្យរបស់ក៏អស់រលីងទ្រាំពំបានក៏លក់ផ្ទះចុះទៅនៅក្បែរជញ្ជាំងនៃជនដទៃរស់នៅដោយក្តីលំបាកវេទនាចិញ្ចឹមខ្លួនដោយសារការសុំទានមានសភាពគួរឲ្យអាណិតអាសូរណាស់ភិក្ខុជាកូនដែលនៅភាវនាធម៌ក្នុងព្រៃបានជ្រាបហេតុនេះដោយសារភិក្ខុមួយអង្គចេញពីវត្តចេតពុនទៅចម្រើនធម៌ឯព្រៃដែលក៏ត្រឡប់មកនគរសាវត្ថីវិញដោយមានបំណងនឹងសឹកដើម្បីបម្រើមេដាបៃតាដល់ផ្លូវបែកជាពីរក៏គិតថាអាត្មាអញទៅតាមផ្លូវវត្តចេតពុនឬទៅតាមផ្លូវនគរសាវត្ថីក៏សម្រេចក្នុងប្រតិយថាត្រូវទៅតាមផ្លូវវត្តចេតពុនក៏ទៅថ្វាយបង្គំព្រះមានបុណ្យដើម្បីស្ដាប់ធម៌ទេសនាព្រះសាសនាបានឃើញឧបនិស្ស័យនៃភិក្ខុកុលបុត្រនេះទៅព្រះអង្គទ្រង់ពរនានៅគុណនៃមេដានិងបៃតាភិក្ខុកុលបុត្រនោះស្ដាប់ហើយក៏ជ្រះថ្លាគិតថាអាត្មាអញស្មានថាលុះតែក្រហោះទៅបម្រើមេដាបៃតាបានឥឡូវនេះព្រះមានបុណ្យអនន្តញ្ញាណបានសម្ដែងថាសូម្បីបព្វជិតក៏បម្រើមេដាបៃតាបានដែរបើដូច្នោះអាត្មាអញមិនសឹកទេនឹងទៅបម្រើមេដាបៃតាទាំងភ្នោះគិតដូច្នោះហើយក៏ទៅកាន់រោងសាលាបាននៅសាលាកផាត់ផងសាលាយាគូផងហើយស្ទាយទៅស្វែងរកមេដាបៃតាឯក្រុងសាវត្ថីភិក្ខុកុលបុត្រនោះបានឃើញមេដាបៃតាចាស់ជរាមានក្តីលំបាកវេទនាក៏តឹងអរាហាស្រដីពុំរួចទៅឈរត្រឹងសម្រឹងនៅទីខាងមុខសម្រក់ទឹកភ្នែករហាមតាមនេត្រាមេដាបៃតាក៏ស្មានជាលោកមកបណ្ឌបាតទៅទូលថាសូមព្រះករុណានិមន្តទៅខាងមុខទៀតចុះទោះបីគាត់ថាដូច្នោះក៏លោកនៅតែឈរត្រឹងនឹងស្កល់បៃតាឆ្ងល់ក៏ចូលមកចិត្តស្គាល់ហើយក៏យំសោកសង្រេងទីតីគ្រប់គ្នាភិក្ខុកុលបុត្រនោះលួងលោមមេដាបៃតាថាអាត្មានឹងធានាចិញ្ចឹមហើយយកបបរមកជូនហត់មុនទៅយកផាត់មកជូនបរិភោគក្រោយហើយត្រាច់ទៅស្វែងបណ្ឌបាតដើម្បីឆាន់ខ្លួនឯងភិក្ខុកុលបុត្រនេះបម្រើមេដាបៃតាគ្រប់កិច្ចការទាំងអស់គឺផ្ងូតទឹកបញ្ចុកអាហារបោកគក់សម្លៀកបំពាក់ទឹកក្តៅទឹកត្រជាក់តាមគួរដល់ការសពពីវារាត្រីរៀងទៅដោយហេតុតែចង្ហាន់បណ្ឌបាតអត្តខត្តណាស់ជួនក្រន់ជួនខ្វះឆាន់ខ្លួនឯងមិនល្មមភិក្ខុនោះក៏ទៅជាស្គាំងស្គមទ្រោមរាងកាយខំបម្រើពុកម្ដាយពុំមានកាយចិនឆ្អន់ឡើយភិក្ខុទាំងឡាយដឹងការនេះក៏ក្រាបបង្គំទូលព្រះមានបុណ្យថាភិក្ខុកុលបុត្រនេះធ្វើនៅសទ្ធាតយវិនិបាតសម្ដេចព្រះបរមនាថទ្រង់ឲ្យហៅមកសួរទ្រង់បានជ្រាបជាភិក្ខុកុលបុត្រនេះចិញ្ចឹមមេដាបៃតាទៅព្រះសាស្តាទ្រង់មានព្រះពុទ្ធដីកាថាមនាលភិក្ខុអ្នកឯងឈ្មោះថាស្ថិតនៅក្នុងផ្លូវដែលតថាគតទៅហើយសូម្បីតថាគតពីដើមក៏ធ្លាប់ប្រព្រឹត្តនៅចរិយានេះដែរគឺជាអ្នកចិញ្ចឹមមេដាបៃតាភិក្ខុទាំងឡាយចង់ដឹងនៅពុព្វចរិយារបស់ព្រះអង្គ
ក៏អរដ្ឋនីទើបព្រះឈ្នះមាទ្រង់នាំមកអតីតវិធាននេះថាអតីតេភិក្ខវេមនាភិក្ខុទាំងឡាយក្នុងកាលកន្លងទៅហើយមានស្រុកពួកអ្នកនេសាទមួយនាត្រើយខាងអាយនៃស្ទឹងចិត្តនគរពេរិណសីមានស្រុកពួកនេសាទមួយទៀតនាត្រើយខាងនាយនៃស្ទឹងស្រុកមួយមានមនុស្ស500គ្រួនាយនេសាទជាចម្បងពីរនាក់ក្នុងស្រុកទាំងពីរជាសម្លាញ់នឹងគ្នាបាននិយាយគ្នាតាំងពីក្មេងមកថាយើងជាដន្លងនឹងគ្នាក្នុងគ្រាដែលយើងមានកូនប្រុសស្រីតមកនាយនេសាទក្នុងស្រុកនាយខាងអាយបានកូនប្រុសឲ្យឈ្មោះថាទុកគោលព្រោះកូននោះត្រូវត្រកូលទាំងពីរចិញ្ចឹមរក្សានាយនេសាទក្នុងស្រុកនាយត្រើយខាងនាយបានកូនស្រីឲ្យឈ្មោះថាបារិកាព្រោះនាងកើតឯដល់ត្រើយខាងនាយជនទាំងពីរនោះទោះបីកើតក្នុងត្រកូលនេសាទក៏អត់ធ្វើបាណាតិបាតសោះដល់ពេញក្រមុំពេញកំឡោះមេតាបិតារៀបអាពាហ៍ពិពាហ៍ឲ្យទាំងបង្ខំក៏ទ្រាំនៅជាមួយគ្នាដូចជាស្វាមីភរិយាតែថាមិនព្រមឆ្លងសមុទ្រកិលេសសោះដូចជាមហាព្រំដូច្នោះចំណេរកាលមកខាងក្រោយទុកកលបណ្ឌិតនិងនាងបារិកាលាមេតាបិតាចេញទៅបួសជាឥសីគង់ក្នុងអាស្រមបទដែលព្រះឥន្ទឲ្យវិសកម្មទេវបុត្រនិមិត្តក្នុងទីចិត្តនៃស្ទឹងមិកសមតាត្រង់កន្លែងដែលស្ទឹងនេះចុះពីព្រៃហេមពៀនមកជួបគ្នានឹងទន្លេគង្គាស្រីទាំងពីរអង្គចង់ព្រះតីចម្រើនមេត្តាភាវនាដោយអានុភាពនៃសេចក្តីមេត្តាក៏សពសត្វមរឹកបាសីនៅក្នុងព្រៃបាននៅក្តីមេត្តាដែរឥតមានសត្វណាបៀតបៀនគ្នាឡើយហើយតែងចោមរោមអាស្រមឥសីដោយក្តីទុកចិត្តចំណែកខាងព្រះឥន្ទតែងមកកាន់ទីបម្រើតាបោះទាំងពីរថ្ងៃមួយទ្រង់ប្រមាលមើលឃើញនៅសេចក្តីអន្តរាយនៃតាបោះទាំងពីរថាមុខជានឹងខ្វាក់ព្រះនេត្រទើបទ្រង់ចូលទៅចិត្តទុកគោលបណ្ឌិតពិតទូលនៅសេចក្តីអន្តរាយគ្រប់ប្រការហើយអង្វរសូមឲ្យលោកសេពនៅលោកធម៌ដើម្បីឲ្យតែបានកូនមួយក្រន់បម្រើតាបោះពុំព្រមធ្វើនៅអំពើនោះព្រះឥន្ទថាបើដូច្នោះសូមលោកម្ចាស់គ្រាន់តែស្ទាបឧតោនាងបារិកាតែម្ដងក៏បានដែរតាបោះក៏ព្រមស្ទាបតាមសេចក្តីអង្វរករនៃព្រះឥន្ទគ្រានោះពោធិសត្វសយុទ្ធចាទេវលោកមកចាប់បដិសន្ធិក្នុងផ្ទៃនាងបារិកានោះលុះកន្លង10ខែទៅនាងក៏ប្រសូតបុត្រមកមានសម្បុរដូចមាសព្រោះហេតុនោះទៅតាបោះជាមេត្តាសន្មតនាមថាសុវណ្ណសាមពួកកិនរ័យទាំងឡាយបានសម្រេចកិច្ចជាមេនាំពោធិសត្វទៅផ្ងូតទឹកក្នុងជ្រោះនាំឡើងទៅមើលភ្នំស្អិតស្អាងដោយផ្កាមានប្រការផ្សេងតែងដោះថ្មហារិតាមនោសិលាឯកដថ្មតាយកម្សៅមនោសិលាមកជើមថ្ងាសហើយទៅនាំមកផ្ដេកក្នុងបណ្ណសាលាវិញពោធិសត្វមានប្រជញ្ញ16ឆ្នាំបានបួសជាឥសីមេតាបិតាទៅព្រៃដើម្បីស្វែងរកផល្លានុផលត្រឡប់មកវិញជិតដល់អាស្រមជួនជាមហាមេឃបង្អុរភ្លៀងដ៏ធំឥសីទាំងពីរចូលទៅជ្រកលើដំបូលក្រោមដើមឈើធំមួយត្រូវពោះវែកព្រោះពឹសចូលប្រណេតខ្វាក់ទាំងពីរអង្គរាវរកផ្លូវចេញមកពុំឃើញក៏នៅជាទុកខ្សឹកខ្សួលក្នុងទីនោះគ្រានោះពោធិសត្វកាលបើបានមេដាបិតាក៏យាត្រាតាមទៅរកស្រែកបង្កោកពាសពេញព្រៃតាបោះឥសីឮសំដីកូនក៏ឆ្លើយកាលបើកូនចូលមកចិត្តហើយក៏ប្រាប់ថាទីនេះមានមហន្តរាយពោធិសត្វស្ថិតនៅពីចម្ងាយហុចឈើច្រត់មួយដ៏វែងឲ្យមេដាបិតាតង់ចុះពីដំបូករួចមកក៏យំសោកសង្រេងសង្រីដោយក្តីអាណិតមេដាបិតាហើយបែរជាស្រែកវិញដោយគិតថានឹងបានបម្រើមេដាបិតាជាប់មិនដាច់ចាប់ដើមពីថ្ងៃនោះមកសុវណ្ណសាមទុកមេដាបិតាក្នុងអាស្រមទៅសន្សំមូលផល្លាក្នុងព្រៃព្រឹក្សាជាប្រក្រតីព្រឹកលោកបោះលំនៅនៃមេដាបិតាហើយកណ្ដៀតក្អមចុះទៅក្នុងស្ទឹងមិកសមតាដងទឹកសម្រាប់មេដាបិតាឆានប្រើប្រាស់បម្រើហុចទឹកខ្ពុលព្រះអស់និងឈើស្ទុនហើយប្រគេនមធុផល្លានុផលលុះមេដាបិតាឆានឆ្អែតស្កប់ស្កល់ទៅយកសំណល់មកឆានខ្លួនឯងហើយលាទៅស្វែងរកមូលផល្លាមានពួកមរឹកចោមរោមជាបរិវារចូលទៅក្នុងព្រៃព្រឹក្សាជាប្រក្រតីពួកកិនរ័យតែងនាំគ្នាបេះផល្លាផលប្រគេនដល់ពោធិសត្វព្រះសវណ្ណសាមប្រតិបត្តិមេដាបិតាតាមទំនងនេះរៀងរៀបដរាបមកសម័យនោះព្រះបាទពលយៈព្រះចៅក្រុងពេរិណសីសពព្រះរាជហឫទ័យចំពោះសាច់មរឹកទ្រង់ចូលទៅព្រៃហេមពៀនបានដល់ស្ទឹងមិកសមតា
ទ្រង់ទេសនាឃើញសវណ្ណសាមមានពួកម្រឹកដើរតាមកំពុងធ្វើម្រឹកមួយគូឲ្យទន្ទឹមគ្នាដាក់ក្អមលើខ្នងវាយាត្រាមកកាន់កំពង់ទឹកទ្រង់នឹកឆ្ងល់ថាគាត់នេះជាអ្វីទើបព្រះចក្រីទ្រង់បាញ់សំដៅទៅត្រូវព្រះសវណ្ណសាមត្រង់ចំហៀងខាងស្ដាំធ្លាយទៅខាងឆ្វេងពួកម្រឹកភ័យផ្អើលបោលទៅកាន់ទីផ្សេងពោធិសត្វនៅម្នាក់ឯងខំចង់ស្មារតីកំណត់ទិសហើយដួលបែរព្រះសេសៈទៅទិសដែលមេដាបៃតាគង់នៅស្រែកសួរទៅថាលោកណាអើយបាញ់ខ្ញុំកំពុងដងទឹកសាច់ខ្ញុំនេះមិនជារបស់គួរស៊ីទេទាំងស្បែកខ្ញុំក៏មិនជារបស់ដែលគេត្រូវការដែរតើលោកសម្គាល់ខ្ញុំដោយបដិចបានជាបាញ់ហើយពួនព្រះបាទពលយៈទ្រង់ព្រះសណ្ដាប់ពាក្យនោះហើយទ្រង់ព្រះចិន្តាថាបរោះនេះអញបាញ់ដួលច្រងាងម្លឹងហើយនៅតែមិនជេរអញថ្នមចិត្តអញនិយាយពាក្យគួរជាទីស្រឡាញ់បើដូច្នេះអញចូលទៅមើលទ្រង់ព្រះចិន្តាយ៉ាងនេះហើយទ្រង់ចូលទៅមានព្រះរាជអង្គការថាខ្ញុំជាព្រះរាជារបស់អ្នកណែនកាសីឈ្មោះពលយៈចុះអ្នកជាអ្វីជាបុត្រនរណាពោធិសត្វថាទូលព្រះបង្គំឈ្មោះសាមជាកូនអីសីថ្ងៃនេះទូលព្រះបង្គំដល់មាត់មច្ចុរាជហើយសូមទ្រង់ទតចុះទូលព្រះបង្គំជាខ្ញុំទទួលព្រះរាជទានដំណេកត្រាំក្នុងឈាមរបស់ខ្លួនមានព្រួញមុតពីខាងស្ដាំធ្លាយទៅខាងឆ្វេងមានឈាមខ្ពុលចេញតាមមាត់ចាប់ពើតណាស់ព្រះអង្គអើយព្រះអង្គបានជាសួរព្រះអង្គរឿយថាម្ដេចក៏បានជាបាញ់ហើយពួនតើព្រះអង្គសម្គាល់ទូលព្រះបង្គំជាខ្ញុំថាគួរបាញ់ដោយហេតុដូចម្ដេចព្រះរាជាថាម្រឹកមកចំមុខព្រួយរបស់ខ្ញុំហើយផ្អើលបល់អស់ទៅព្រោះហេតុនោះបានជាខ្ញុំខឹងខ្ញុំបាញ់ទៅពោធិសត្វថាតាំងពីខ្ញុំព្រះអង្គដឹងក្តីមកពុំដែលឃើញម្រឹកណាសូម្បីជាសត្វសាហាវក្នុងព្រៃដែលឃើញខ្ញុំព្រះអង្គហើយតក់ស្លុតរត់ចេញទៅទេសូម្បីកិណោទាំងឡាយជាសត្វកំឡាចមានការភ័យខ្លាចដ៏ច្រើនក៏មិនដែលឃើញខ្ញុំព្រះអង្គហើយតក់ស្លុតដែរតែងតែត្រេកអរជាមួយគ្នាកាលបើដូច្នោះតើម្រឹកណាដែលឃើញខ្ញុំព្រះអង្គហើយតក់ស្លុតរត់ទៅព្រះរាជាថាមនាលសាមម្រឹកមិនដែលផ្អើលនឹងអ្នកមែនហើយលាក់បាំងខ្វៃខ្ញុំត្រូវសេចក្តីក្រោធនិងសេចក្តីលោភគ្របសង្កត់ទៅបានជាបាញ់អ្នកមកពីណានរណាប្រើអ្នកឲ្យមកដងទឹកបានជាអ្នកមកដល់ស្ទឹងមិគៈសមតានេះពោធិសត្វថាសូមទ្រង់ព្រះមេត្តាប្រោសមេត្តាបិតានៃទូលព្រះបង្គំជាមនុស្សខ្វាក់ទូលព្រះបង្គំចិញ្ចឹមលោកក្នុងព្រៃដងទឹកដើម្បីលោកអ្នកមានគុណទាំងឡាយនោះបានជាមកដល់ស្ទឹងនេះស្រដីបានតែប៉ុណ្ណេះក៏ពិលាបទួញយំថ្លែងយកបំគួរឲ្យអាសូរថាអោមេត្តាបិតាជាទីគោរពរបស់កូនអើយលោកមានជីវិតយ៉ាងយូរណាស់ត្រឹម6ថ្ងៃប៉ុណ្ណោះព្រោះមានត្រឹមតែភោជនជាផល្លានុផលងងឹតងងុលរោគទឹកពុំបានមុខជានឹងស្លាប់ដោយឥតទឹកពុំខានឡើយព្រះអង្គអើយព្រះអង្គការត្រូវកម្មសនេះមិនជាសេចក្តីទុក្ខធ្ងន់របស់ទូលព្រះបង្គំទេមានតែការខានឃើញមេត្តាបិតាទើបជាសេចក្តីទុក្ខធ្ងន់ដ៏ក្រៃលែងរបស់ទូលព្រះបង្គំអោមេត្តាបិតាម្លេះសំលោកនៅកំព្រាទួញយំសពរតតិនពិវាអស់វេលាដ៏អង្វែងរីងស្ងួតហើយលោកអើយរីងស្ងួតហើយដោយស្ទឹងខែប្រាំងព្រោះឥតទឹកឥតអាហារស្លាប់ទាំងវេទនាបបិទ្ធព្រះរាជារាល់តែយប់ទូលព្រះបង្គំភ្ញាក់ពី3ដងគក់ផងច្របាច់ផងទៅបលោកលក់ស្កល់អោថ្មនេះខ្ញុំនៅឯណេះម្លេះសំលោកឆ្ងល់ហើយទន្ទឹងចាំផ្លូវបើតែយូរបន្តិចទៀតមិនឃើញខ្ញុំទៅម្លេះសំលោកនឹងដើរចេះច្រប់ដង្ហើយហៅសពដងព្រៃបបិទ្ធព្រះចក្រីការខានឃើញជនខ្វាក់ទាំងពីរនេះជាសរទី2ដែលញ៉ាំងហរតីនៃទូលព្រះបង្គំជាខ្ញុំឲ្យញាប់ញ័រយ៉ាងខ្លាំងទូលព្រះបង្គំនឹងស្លាប់ឥឡូវនេះពុំខានព្រះបាទពលយៈថាមនាលសាមអ្នកកុំយំខ្លាំងពេកមេត្តាបិតាអ្នកនៅត្រង់ណាខ្ញុំនឹងចិញ្ចឹមនៅជនទាំងនោះឲ្យដូចជាអ្នកឯងដែលធ្លាប់ចិញ្ចឹមមកយ៉ាងនោះសវណ្ណសាមថាបបិទ្ធព្រះរាជាផ្លូវចោះជើងមនុស្សម្នាក់នៅខាងក្បាលដំណេកនៃទូលព្រះបង្គំនេះព្រះអង្គយាងបន្តិចទៅនឹងឃើញខ្ទមមេត្តាបិតានៃទូលព្រះបង្គំនោះសូមទ្រង់ចិញ្ចឹមមេត្តាបិតាក្នុងទីនោះផងបបិទ្ធមហារាជជាធំក្នុងដែនកាសីទូលព្រះបង្គំសូមថ្វាយបង្គំព្រះអង្គមេត្តាបិតានៃទូលព្រះបង្គំជាមនុស្សខ្វាក់សូមព្រះអង្គទ្រង់ចិញ្ចឹមឲ្យទានសូមថ្វាយបង្គំព្រះអង្គសូមផ្ដាំផ្ញើនឹងព្រះអង្គសូមព្រះអង្គជម្រាបនៅការថ្វាយបង្គំចំពោះមេត្តាបិតា
របស់ទូលព្រះបង្គំផងសវណ្ណសាមជាឥសីកំឡោះមានរូបស្រស់បោះល្អឆើតឆាយសោកស្ដាយមេដាបិតាដែលខ្លួនត្រូវខានឃើញយ៉ាងនេះចប់ពាក្យតែប៉ុណ្ណេះក៏សន្លប់ទៅដោយកម្លាំងថ្នាំពឹសព្រះបាទពលយៈហាក់ដូចជានឹងបែកព្រះឱរាទ្រង់ព្រះកន្សែងប្រកបដោយសេចក្តីករុណាមានប្រការដោយច្រើនថាអាត្មាអញធ្លាប់យល់ថាមិនទាន់ចាស់មិនទាន់ស្លាប់ស្រាប់តែឃើញសវណ្ណសាមនៅកំឡោះស្លាប់ឥតដឹងខ្លួនមុនសោះទើបអាត្មាអញដឹងនៅដំណើរនៃសេចក្តីស្លាប់នេះថាមិនបាច់ចាំដល់ចាស់ទេអោសាមអើយអ្នកត្រូវសជោគដោយថ្នាំពឹសហើយនៅតែនិយាយចច្រែតឥឡូវនេះបាត់មាត់ឈឹងលេងនិយាយរួយបន្តិចបន្តួចសោះអាត្មាអញមុខជានឹងចោះនរកកុំខានអាត្មាអញឥតមានសេចក្តីសង្ស័យក្នុងដំណើរនេះទេព្រោះទរណកម្មដែលអាត្មាអញធ្វើនេះជាទោសឲ្យផលអាក្រក់អស់កាលដ៏អង្វែងបើនៅក្នុងស្រុកប្រកាសជាពួកអ្នកស្រុកតេះដៀលអញតែទោះបីនៅក្នុងព្រៃឥតមនុស្សតេះដៀលក៏ដោយក៏គង់អញជៀសមិនរួចពីនរកដែរគ្រានោះទេវធីតាព្រះនាមវសុន្ទរីនៅនាភ្នំកន្ធមាត្របានឃើញដូច្នោះក៏គិតថាបើអាត្មាអញមិនទៅក្នុងទីនោះសមជាសវណ្ណសាមនឹងវិនាសព្រះបាទពលយៈនឹងបែកព្រះឱរាមេដាបិតាឥតអាហារនឹងរីងស្ងួតស្លាប់គិតហើយក៏ចូលមកប្រញាប់ប្រាប់ថាបបិទ្ធមហារាជព្រះអង្គបានធ្វើហើយនៅបាបដ៏ធ្ងន់ព្រោះជនទាំង3នាក់គឺមេដាបិតានិងបុត្រដែលជាបុគ្គលឥតប្រទោសសោះព្រះអង្គបានសម្លាប់ដោយព្រួញតែមួយសូមទ្រង់មកអាយខ្ញុំនឹងពន្យល់ឲ្យរួចពីនរកបានទៅកើតក្នុងសុគតិភពសូមព្រះអង្គចិញ្ចឹមនៅជនខ្វាក់ទាំង2នាក់ដោយធម៌កំខានទៅបានរួចខ្លួនព្រះបាទពលយៈនោះកំពុងតែទ្រង់ព្រះពិលាបរៀបរាប់ស្រាប់តែឃើញទេវតាមកប្រាប់ក៏ចាប់ក្អមទឹកកណ្ដៀតឆ្ពោះទៅទិសទក្សិណដល់ទៅអាស្រមបទនៃតបោះជាមេដាបិតារបស់ព្រះសវណ្ណសាមទុកគោលតបោះលើសន្ធឹកជើងក៏សួរថាសូរជើងនរណានោះណោដែលដើរមកនេះពិតជាសូរជើងមនុស្សតែមិនមែនសូរជើងសាមទេត្បិតសាមតែងដើរថ្នមដាក់ជើងស្រាលណែអ្នកឯងជាអ្វីនឹងព្រះបាទពលយៈថាខ្ញុំជាព្រះរាជារបស់ពួកអ្នកដែនកាសីឈ្មោះពលយៈទុកគោលតបោះស្ដាប់ស្គាល់ជាក៏ធ្វើកិរិយារាក់ទាក់ដោយវាចាស្វាគមន៍ថាបបិទ្ធមហារាជព្រះរាជអំណោយមករបស់ព្រះអង្គល្អហើយបបិទ្ធព្រះរាជាផល្លានុផលនានាគឺទម្លាប់ម៉ាក់ប៉ែនធូរ៉េនស្រគំមានរសផ្អែមដូចទឹកឃ្មុំអាត្មាសន្សំទុកក្នុងទីជាមួយគ្នាសូមទ្រង់សោយផល្លានុផលមានរសឆ្ងាញ់ពិសាតាមសពព្រះរាជហឫទ័យណោខាងនោះមានទឹកត្រជាក់សូមទ្រង់តងមកសោយផងចុះព្រះរាជាសួរថាលោកទាំងពីរជាមនុស្សខ្វាក់មិនអាចឃើញអ្វីក្នុងព្រៃទេចុះនរណាប្រមូលផល្លានុផលមកប្រគេនទុកគោលតបោះថ្វាយព្រះពរថាកូនអាត្មាឈ្មោះសាមបានស្វែងរកផល្លានុផលនេះមកឥឡូវវាទៅដងទឹកប្រហែលបន្តិចទៀតវាមកដល់ហើយព្រះរាជាថាសាមដែលជាក្មេងកំឡោះមិនទាបមិនខ្ពស់ជាមនុស្សមានរូបល្អគួរគយគន់មានសក់ខ្មៅវែងមានចុងទន់ល្វន់នោះខ្ញុំសម្លាប់ហើយនាងបារិកាមានក្តីតង្កឹះតឹងផ្អឹសក្នុងអរាមានវាចាថាទប់មិនបានទេទប់ចិត្តមិនឲ្យរំជួលចំពោះបរោះអ្នកសម្លាប់កូនប្រុសតែមួយដែលចិញ្ចឹមយើងងងឹតងងល់ក្នុងព្រៃនោះដោយមិនដេចបានទុកគោលតបោះថាយ៉ាងនឹងមែនហើយតែថាបណ្ឌិតទាំងឡាយសរសើរសេចក្តីមិនក្រោធព្រះបាទពលយៈថាលោកពោលត្រូវតាមធម៌លោកគោរពខ្ញុំទុកលោកជាមេដាបិតារបស់ខ្ញុំកាលដែលជនទាំងពីរអន្តោលខ្លាំងឲ្យព្រះបាទពលយៈជូនទៅទ្រង់ក៏នាំជនទាំងពីរនោះទៅដល់កន្លែងដែលសវណ្ណសាមដួលដេកលើដីខ្សាច់ដូចជាព្រះច័ន្ទធ្លាក់មកលើផែនដីតបោះឥសីស្ទាបអបបុតញ័ររន្ធត់សពសារពាង្គកាយបន្លឺនៅសំណោកសោកស្ដាយជាអនេកប្រការឯនាងបារិកាបានប្រកាសសច្ចវាចាថាក្នុងកាលមុនសាមនេះជាអ្នកប្រព្រឹត្តធម៌ជាអ្នកប្រព្រឹត្តព្រះម្ចាស់ជាអ្នកពោលពាក្យសច្ចៈជាអ្នកបម្រើមេដាបិតាជាអ្នកកោតក្រែងនៅត្រកូលរៀមច្បងជាទីស្រឡាញ់របស់ខ្ញុំជាងជីវិតដោយពាក្យពិតនេះសូមឲ្យថ្នាំពឹសសាបរលាបទៅដោយអំណាចកុសលដែលខ្ញុំផងរបស់បាផងដែលបាឯងផងបានធ្វើហើយសូមឲ្យថ្នាំពឹសសាបរលាបទៅឯទុកគោលតបោះក៏ប្រកាសសច្ចវិចារដូចគ្នាដែរចំណែកខាងនាងវសុន្ទរីទេវធីតាប្រកាសនៅសច្ចវិចារថា
ខ្ញុំនៅអាស្រ័យលើភ្នំកន្ធមាត្រអស់កាលដ៏យូរអង្វែងហើយឥតមាននរណាដតីជាទីស្រឡាញ់ដោយវិសេសរបស់ខ្ញុំជាងសាមទេដោយការពោលនៅពាក្យសច្ចៈនេះសូមឲ្យពឹសរបស់សាបរលាបទៅលុះចប់សច្ចកិរិយានៃជនទាំងនោះសាមជាតបោះកំឡោះក៏ក្រោកឡើងភ្លាមបាត់ឈាមបាត់ស្នាមពីរាងកាយជំងឺទាំងឡាយក៏ជាជ្រះស្រឡះដោយជាទឹកហូរចេញអំពីកញ្ចប់ស្លឹកឈូកដូច្នោះដោយអានុភាពនៃទេវតាក៏ហេតុទាំង4យ៉ាងនេះគឺការជាជ្រះស្រឡះចាក់រោគនៃពោធិសត្វមួយការបាននៅភ្នែកភ្លឺឡើងវិញនៃមេដាបិតាទាំងឡាយមួយការរះឡើងនៃព្រះអរុណមួយការមានប្រកាសក្នុងអាស្រមបទនៃជនទាំង4នាក់មួយបានសម្រេចព្រមគ្នាសវណ្ណសាមានសេចក្តីស្រស់ស្រាយរីករាយរកជនទាំងនោះថាសេចក្តីចម្រើនចូលមានដល់លោកទាំងឡាយខ្ញុំក្រោកឡើងដោយសួស្តីហើយសូមលោកទាំងឡាយកុំខ្សឹកខ្សួលឡើយថាហើយក៏ពោលវាចាស្វាគមន៍ជាសម្ដីគួរសមចំពោះព្រះបាទពលយៈដោយកិរិយារយៈគួរឲ្យជាប់មេត្រីព្រះបាទពលយៈថ្លែងព្រះរាជអង្គការថាខ្ញុំវង្វេងវង្វាន់ខន់ស្មារតីងងឹតសពទិសទីឥតយល់អ្វីដោយក្តីទុក្ខព្រោះបានឃើញសាមស្លាប់ហើយឥឡូវនេះលោករស់វិញហើយខ្ញុំសូមយកលោកជាទីពឹងសូមលោកជាទីពឹងរបស់ខ្ញុំព្រះសវណ្ណសាមសម្ដែងធម៌ទូមានព្រះរាជាថាសត្វណាចិញ្ចឹមនៅមេដាបិតាដោយធម៌ទេវតាទាំងឡាយតែងរក្សានៅសត្វនោះបណ្ឌិតទាំងឡាយតែងសរសើរនៅសត្វនោះបបិទ្ធព្រះបាទពលយៈសូមព្រះអង្គប្រព្រឹត្តនៅធម្មចរិយាចំពោះមេដាបិតាបបិទ្ធព្រះរាជាលុះព្រះអង្គបានប្រព្រឹត្តធម្មចរិយាចំពោះមេដាបិតាក្នុងលោកនេះហើយនឹងទៅកាន់ឋានសួគ៌ពុំខានបបិទ្ធមហារាជសូមព្រះអង្គប្រព្រឹត្តនៅធម្មចរិយាចំពោះបុត្រនិងភរិយាចំពោះមិត្តនិងអាមាត្យចំពោះសត្វពាហនៈនិងបាវព្រាវចំពោះអ្នកស្រុកនិងអ្នកនិគមទាំងឡាយចំពោះអ្នកដែននិងអ្នកជនបទទាំងឡាយចំពោះសាមណៈនិងព្រាហ្មណ៍ទាំងឡាយចំពោះមរឹកនិងបាសីទាំងឡាយបបិទ្ធព្រះរាជាលុះទ្រង់ប្រព្រឹត្តធម្មចរិយាក្នុងលោកនេះហើយទ្រង់នឹងទៅកាន់ឋានសួគ៌ធម្មចរិយាដែលទ្រង់ប្រព្រឹត្តល្អហើយតែងនាំមកនៅសេចក្តីសុខបបិទ្ធមហារាជសូមព្រះអង្គប្រព្រឹត្តនៅធម្មចរិយាព្រោះទេវតាអិនព្រំទាំងឡាយដែលបានទៅកាន់ឋានសួគ៌ក៏ព្រោះតែធម្មចរិយាដែលខ្លួនប្រព្រឹត្តល្អហើយនេះឯងសូមព្រះអង្គកុំប្រហែសធ្វេសនឹងធម្មចរិយាឡើយព្រះពោធិសត្វថ្វាយដំបូលមានដល់ព្រះរាជាយ៉ាងនេះហើយទៅថ្វាយសិល5តទៅទៀតសម្ដេចព្រះភូវនាថពលយៈទទួលដាក់លើព្រះសិរសាថ្វាយបង្គំលាទៅកាន់នគរពេរាណសីព្រះចក្រីទ្រង់រក្សាសិល5ជាប់បណ្ដាច់សម្រេចរាជកិច្ចដោយទស្សពិតរាជធម៌ដរាបដល់អាយុហបរិយោសានទ្រង់បានទៅកើតក្នុងឋានសួគ៌ទេវលោកចំណែកពោធិសត្វតែងគោរពប្រតិបត្តិមេដាបិតាព្រមទាំងខំចម្រើនមេត្តាភាវនាត្រាតែបានសម្រេចនៅអភិញ្ញានិងសមាបត្តិជាមួយគ្នានឹងមេដាបិតាស្ថិតនៅដល់អស់ជនមាយុសង្ខារក៏បានទៅកើតក្នុងព្រហ្មលោកជាមួយគ្នាទាំង3ព្រះអង្គផងអង្គសម្ដេចព្រះវិចិត្រមាទ្រង់នាំព្រះធម៌ទេសនានេះមកសម្ដែងហើយទ្រង់មានព្រះពុទ្ធដីកាថាមនាលភិក្ខុទាំងឡាយការចិញ្ចឹមមេដាបិតាជាវងប្រពៃណីនៃអ្នកប្រាជ្ញទាំងឡាយហើយទ្រង់ប្រជុំជាដកថាព្រះរាជាពលយៈក្នុងកាលនោះគឺជាភិក្ខុអនន្តក្នុងកាលឥឡូវនេះនាងទេវធីតាគឺភិក្ខុនៃបលវណ្ណាព្រះអង្គគឺជាភិក្ខុអនុរុទ្ធបិតាគឺជាមហាកាសបៈមេដាគឺជាភិក្ខុនៃវត្តកាបិលានីឯសវណ្ណសាមបណ្ឌិតពិតជាអង្គអញតថាគតជាសមាសម្ពុទ្ធនឹងឯងហងចង់សវណ្ណសាមជាដល់ទី3ដោយសង្ខេបសមារមោទនា